សួស្តីបងប្អូនតាគ្នាវីដេអូនេះខ្ញុំនឹងនាំបងទៅមើលម៉ូតវីឡាតូថ្មីនៅក្នុងក្រុងបាត់ដំបងរបស់គម្រោង Borei Garden Home ដែលមានតម្លៃសមរម្យមែនតើវីឡាតូនេះមិនត្រឹមតែមានទំហំដីធំទូលាយបងប្អូនតាគ្នាថែមទាំងមានសួនច្បារនៅមុខផ្ទះសម្រាប់បងអង្គុយលេងនិងស្រូបខ្យល់អាកាសបរិសុទ្ធជួបជុំជាមួយនឹងគ្រួសារផងដែរចូលមកដល់ច្រកចូលក្នុងផ្ទះគឺខ្ញុំចាប់អារម្មណ៍ជាមួយនឹងទ្វារគឺមានកម្ពស់ខ្ពស់ខ្លាំងនិងធ្វើអំពីឈើប្រណិតគឺស្រស់ស្អាតមែនតើទ្វារឈើរចនាមកបែបប្រណិតភាពស្រស់ស្អាតនិងថ្លៃថ្នូរសម្បីតែបងអញ្ជើញឈរថតនៅមុខផ្ទះក៏មានភាពស្រស់ស្អាតនិងលេចធ្លោផងដែរនិយាយរួមមកបងវីឡាតូថ្មីដែលរចនាម៉ូដមកនេះគឺស័ក្តិសមជាមួយនឹងយុគសម័យថ្មីនេះតែម្ដងចំពោះវីដេអូនេះខ្ញុំបង្ហាញតែតួផ្ទះខ្លះៗនិងបរិវេណនៅជុំវិញផ្ទះសម្រាប់ផ្នែកខាងក្នុងវិញគឺចាំសប្រាយពេលដែលបងមកមើលផ្ទាល់ហ្មងបងសាកសម័យមើលតួផ្ទះស្អាតប៉ុណ្ណឹងហើយចុះត្រឹមតែនៅក្នុងផ្ទះវិញមិនដឹងស្អាតយ៉ាងណាឥឡូវនេះកុំឲ្យបងថាខ្ញុំដាច់ចិត្តពេកខ្ញុំសូមបង្ហើបជូនបន្តិចជាមួយនឹងផ្ទះវីឡាមួយនេះគឺមាន2បន្ទប់ទឹកនិង2បន្ទប់គេហើយជាមួយនឹងផ្នែកខាងក្រៅវិញគឺសល់ផ្ទៃដីធំទូលាយខ្លាំងមែនតើស័ក្តិសមសម្រាប់បងដែលចូលចិត្តផ្ទះដែលនៅសល់ផ្ទៃដីចំហៀងនឹងផ្នែកខាងក្រៅសម្រាប់រៀបចំសួនច្បារនិងដាំដំណាំអីចឹងណាបងផ្នែកខាងក្រៅដែលខ្ញុំបង្ហាញហ្នឹងគឺយើងរៀបចំអត់តាន់ហើយនៅរៀបចំបន្តទៀតអត់តាន់អស់ហើយបងគឺយើងនៅមានសួនច្បារនៅផ្នែកចំហៀងផ្ទះផងដែរសម្រាប់សួនច្បារនេះគឺគ្រប់ទឹកហ្មងមានដំណាំខ្លះគឺអាចញ៉ាំបានទៀតបងទិញផ្ទះនេះមួយគឺថាអត់ខាតទេហើយចំពោះផ្នែកចំហៀងនៃមុខផ្ទះវិញគឺយើងមានជាប្រភេទអាងចិញ្ចឹមត្រីហើយចំពោះវាលស្មៅវិញបងចង់ដាក់កៅអីអង្គុយលេងល្ងាចឡើងក៏បានដែរឃើញវីដេអូនេះហើយខ្ញុំជឿជាក់ថាបងក៏ស្រឡាញ់ផ្ទះនេះដូចខ្ញុំដែរសម្រាប់ព័ត៌មានបន្ថែមបងអាចចុច link ខាងលើដែលជា page ផ្លូវការរបស់ Borei Garden Home ផ្ទាល់តែម្ដងសូមបញ្ជាក់ផងដែរបងជាមួយនឹងវីឡាតូរបស់យើងគឺមានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបងពុំម៉ែបងអាចចុចក្នុង comment នៅក្រោមវីដេអូនេះបាទអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ